អនុញ្ញាតគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ខ្សែព្រន្ទត់ខ្ញុំបាទថ្ងៃនេះសូមលើកយករឿងរ៉ាវមួយដែលជារឿងទទួលបានពីលោកតារបស់ខ្ញុំគាត់បាននិទានរឿងរ៉ាវពីលោកតាម្នាក់ដែលគាត់បានជួបនៅក្រុមខ្មោចទាហានវៀតណាមដែលបន្សល់ទុកនៅក្នុងសម័យសតវត្សទី90ដែលជាសម័យមួយក្រោយពីប្រទេសយើងទទួលបានការរំដោះក្នុងសម័យរបបប៉ុល ពត ដំណើររឿងនេះគឺនិទានអំពីលោកតាម្នាក់គឺឈ្មោះលោកតាសយគាត់បានទៅចាប់យកផ្ទះមួយកន្លែងដែលជាផ្ទះគេបោះបង់ចោលមានន័យថាសម័យនោះគឺផ្ទះដីមួយចំនួនត្រូវបានគ្មាននោះនៅទេគឺមានផ្ទះដីដែលសម្បូរដែលគេបោះបង់ចោលនឹងច្រើនដោយសារតែប្រជាជនត្រូវបានទាហានប៉ុល ពតនឹងជំនះយកទៅតំបន់ឬទៅខេត្តផ្សេងហើយខ្លះទៀតក៏ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត3ឆ្នាំ8ខែគឺរបបប៉ុល ពតនេះឯងបាទរឿងរ៉ាវនេះគឺតកតងជាមួយនឹងខ្មោចទាហានវៀតណាមដែលយើងតែងតែឃើញសម័យបច្ចុប្បន្ននេះគឺនៅតែមានក្រុមទាហានវៀតណាមគឺគាត់មកស្វែងរកសាកសពនៅតាមស្រុកភូមិមួយចំនួនដែលភាគច្រើនគឺនៅតំបន់ខាងកញ្ចេះខាងកំពង់ចាមឬក៏បច្ចុប្បន្នកំពង់ចាមបានចែកចេញជាពីរខេត្តដែរគឺកំពង់ចាមនិងត្បូងឃ្មុំដែលជារឿយៗហ្នឹងគឺឃើញមានក្រុមទាហានវៀតណាមហ្នឹងតែងតែមកប្រទេសកម្ពុជារបស់យើងដើម្បីស្វែងរកនៅសាកសពទាហានរបស់ពួកគេគឺស្វែងរកឆ្អឹងណាបងប្អូនជួនកាលគឺឃើញ1ឆ្នាំ2ឆ្នាំនេះឃើញមកម្ដងហើយអញ្ចឹងរឿងរ៉ាវរបស់យើងហ្នឹងគឺក៏តកតងជាមួយនឹងខ្មោចទាហានវៀតណាមដែលសម័យនោះគឺជាសម័យដែលទើបតែប្រទេសយើងរំដោះបានសុខសន្តិភាពអញ្ចឹងគឺមិនទាន់មានក្រុមទាហានមករកសាកសពរបស់បងប្អូនទាហានរបស់គាត់ទេដំណើររឿងគឺចាប់ផ្ដើមឡើងពីលោកតាសយនៅពេលដែលគាត់បានរំដោះខ្លួនផុតពីសង្គ្រាមសម័យប៉ុល ពតហ្នឹងគឺគាត់បានទៅនៅផ្ទះមួយដែលស្ថិតនៅក្នុងភូមិចាស់នៅក្នុងខេត្តកញ្ចេះភូមិនោះគឺមានសភាពស្ងប់ស្ងាត់មិនសូវមានប្រជាពលរដ្ឋទៅរស់នៅប្រហែលទេដែលទីតាំងភូមិសាស្ត្រនោះគឺនៅជាប់នឹងមាត់ទន្លេមេគង្គដោយសារតែតំបន់នោះគឺល្បីថាមានខ្មោចលងមានដំណាលពីចាស់មកថាមានខ្មោចទាហានវៀតណាមឧស្សាហ៍ចេញមកលងបន្លាចប្រជាជនដែលធ្វើដំណើរកាត់តំបន់នោះអញ្ចឹងហើយទើបមិនសូវមានអ្នកហ៊ានទៅរស់នៅទីនោះទេប៉ុន្តែតាសយវិញគាត់គឺជាមនុស្សដែលមិនសូវជឿរឿងអបិយជំនឿឬខ្មោចព្រាយអាបធ្មប់អីហ្នឹងទេគឺគាត់ឆ្លងកាត់នៅសម័យសង្គ្រាមឃើញគេកាប់សម្លាប់គេបាញ់សម្លាប់មនុស្សច្រើនរាប់មិនអស់ទៅហើយអញ្ចឹងគាត់ថាគាត់មិនខ្លាចអីទេគឺគាត់ស៊ាំអស់ទៅហើយសូមរៀបរាប់ពីទស្សនវិជ្ជានៅជុំវិញផ្ទះរបស់លោកតាសយបន្តិចផ្ទះរបស់គាត់គឺជាផ្ទះស្បូវទេគឺផ្ទះមានតែមួយជាន់នេះគឺមានតែផ្ទះទៀមប្រក់ស្លឹកហើយបាំងអញ្ចឹងហ្នឹងគឺអញ្ចឹងធ្វើពីឫស្សីដែលខាងតំបន់ខ្ញុំគេហៅថាអញ្ចឹងបតំអញ្ចឹងផ្ទះរបស់គាត់ហ្នឹងគឺរៀងដាច់ឆ្ងាយពីគេហើយមានទីធ្លាផ្ទះហ្នឹងធំទូលាយដែរហើយមានដើមស្វាយធំមួយដើមនៅចំពីមុខផ្ទះរបស់គាត់ហ្នឹងហើយមានម្លប់ត្រជាក់ត្រឈឹងត្រជ័យតែម្ដងតាមការដំណើររបស់លោកតារបស់ខ្ញុំហ្នឹងគឺគាត់បាននិយាយថាសម័យនោះគឺក្រោយពីរំដោះប្រទេសចេញពីរបបខ្មៅងឹតរបស់ប៉ុល ពតហើយគឺដីផ្ទះមួយចំនួនហ្នឹងគឺមិនទាន់មានម្ចាស់គ្រប់គ្រងទេគឺផ្ទះដីហ្នឹងទុកចោលដោយសារតែម្ចាស់ហ្នឹងគឺត្រូវបានចម្លៀសទៅនៅតំបន់ផ្សេងហើយក៏ទៅរស់នៅតំបន់ផ្សេងឬមួយក៏អាចនឹងបាត់បង់ជីវិតនៅក្នុងសម័យសង្គ្រាមផងដែរអញ្ចឹងគាត់បានមកចាប់ផ្ទះហ្នឹងគឺនៅតែម្នាក់ឯងទេគឺផ្ទះរបស់គាត់ហើយគាត់រកស៊ីជាអ្នកបងសំណាញ់សូមបញ្ជាក់ផងដែរថាមួយនេះជាតំបន់មានសមរភូមិក្តៅគគុកនៅក្នុងសម័យសង្គ្រាមដែលមានទាហានវៀតណាមបានចូលមកជួយប្រយុទ្ធជាមួយនឹងក្រុមទាហានប៉ុល ពតសូមបញ្ជាក់បន្តិចទៀតបងប្អូនគឺរឿងរ៉ាវនេះគឺខ្ញុំបានស្ដាប់ពីលោកតារបស់ខ្ញុំនិយាយអំពីតាសយដែលពេលនោះតាសយហ្នឹងគាត់មានវ័យប្រហែលជាតុង40ទៅ50ឆ្នាំហ្នឹងអញ្ចឹងខ្ញុំសូមបដូរពីហៅតាសយទៅជាពូសយវិញដើម្បីឲ្យ
ស្ដាប់ទៅវាហាក់បីដូចជានៅថ្មីពិតសារយើងនឹងទាញពេលវេលាបច្ចុប្បន្ននេះទៅក្នុងសម័យឆ្នាំសតវត្សទី90នោះវិញពូសយគាត់រស់នៅតែម្នាក់ឯងទេដោយសារតែនៅក្នុងសម័យសង្គ្រាមប៉ុលពតនោះគឺប្រពន្ធកូនរបស់គាត់គឺបានបាត់បង់ជីវិតអស់ទៅហើយអញ្ចឹងគឺគាត់រស់នៅតែម្នាក់ឯងឯកោនៅក្នុងប្រទេសចាស់ដែលគាត់ទើបតែចាប់បាននេះនៅក្នុងថ្ងៃមួយពេលល្ងាចគាត់បានធ្វើដំណើរទៅកាន់មាត់ទន្លេដើម្បីធ្វើការនេសាទត្រីដោយការបង់សំណាញ់នៅពេលដែលគាត់បង់សំណាញ់គឺគ្មានរឿងអ្វីចម្លែកកើតឡើងទេនៅពេលល្ងាចហ្នឹងណាតែនៅពេលដល់ថ្ងៃជ្រេពេលថ្ងៃរៀបនឹងលិចទៅហើយប្រហែលជាម៉ោង6ល្ងាចព្រះអាទិត្យចាប់ដើមធ្លាក់ពន្លឺភាពងងឹតចាប់ដើមចូលមកដែលយើងច្រើនថាល្ងាចស្រាងណាគាត់ចាប់ដើមឮសំឡេងមនុស្សជជែកគ្នាជាក្រុមមាត់ជជែកចចាចតែមិនដឹងជាជជែកអំពីអីគាត់ស្ដាប់អត់បានសោះថាគេនិយាយពីអីហើយពេលខ្លះគាត់ស្ដាប់ទៅដូចជាឮភាសាជាលក្ខណៈថាភាសាបរទេសណាប៉ុន្តែមិនដឹងជាភាសាអីទេមិនដឹងវៀតណាមមិនដឹងខ្មែរឬក៏ចិនអីទេគាត់នៅតែផ្ទៀងស្ដាប់តែនៅតែស្ដាប់មិនបាននៅតែស្ដាប់មិនយល់ថាជាភាសាអីដោយសារថាល្ងាចថ្ងៃកាន់តែអស់ពលឺទៅហើយគាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយរៀបចំធ្វើម្ហូបអំពីត្រីដែលគាត់បង់បានណាបងប្អូនចឹងគាត់ហូបបាយហូបអីហើយគាត់ក៏ចូលសម្រានទៅចឹងនៅពេលដែលគាត់សម្រានទៅគឺយប់ហ្នឹងគឺគ្មានរឿងអីកើតឡើងទេគឺគាត់សម្រានលក់ធម្មតាសូមកាត់រំលងមកកាន់រាត្រីមួយដែលពូសយគាត់កំពុងតែសម្រានលក់យ៉ាងសុខស្រួលនៅក្នុងប្រទេសរបស់គាត់ស្រាប់តែគាត់ភ្ញាក់ពីដំណេកដោយសារតែមានអារម្មណ៍ថាត្រជាក់ខ្លាំងពេកដែលកាលពីល្ងាចគឺគាត់បានដោះអាវណាបងប្អូនដោយសារតែពេលល្ងាចគឺគាត់មានអារម្មណ៍ថាក្តៅអញ្ចឹងគាត់ក៏សម្រានដោយដោះអាវប៉ុន្តែដល់ពេលវេលាយប់បន្តិចទៅគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាត្រជាក់ខណៈពេលដែលគាត់កំពុងតែបើកភ្នែកដើម្បីស្រវារកភួយរបស់គាត់បានក្រលៀសភ្នែកទៅកាន់មាត់បង្អួចស្រាប់តែគាត់បានឃើញស្រមោលខ្មៅចូលស្ទង់នៅមាត់បង្អួចដែលពេលនោះគឺគាត់មើលមិនសូវច្បាស់ទេបងប្អូនដោយសារតែសម័យនោះគឺគ្មានពូលភ្លើងទេហើយផ្ទះគាត់ក៏មិនបានបំភ្លឺភ្លើងដោយជាងអ្វីដែរគឺគាត់ឃើញដោយសារតែពន្លឺព្រះច័ន្ទដែលជាខែភ្លើណាបងប្អូនតែពេលដែលគាត់យកដៃញីភ្នែកហើយកលែងទៅបង្អួតម្ដងទៀតក៏ស្រាប់តែបាត់ស្រមោលនោះទៅវិញអញ្ចឹងគាត់គិតថាគាត់ប្រហែលជាគាត់ស្វាំងភ្នែកណាបងប្អូនដោយសារតែគាត់ទៅតែភ្ញាក់ពីដំណេកភ្លាមហើយអាចថាគាត់ព្រើភ្នែកអញ្ចឹងទៅបងប្អូនហើយគាត់ក៏បានស្វាភួយហើយដល់10ហើយសង្ងំគេងទៅក៏ប៉ុន្តែក្នុងចិត្តរបស់គាត់ក៏បានគិតផងដែរថាបាញ់មិញហ្នឹងគាត់បានឃើញអីតើរូបភាពដែលគាត់ឃើញមុនហ្នឹងជារូបភាពពិតឬគាត់គ្រាន់តែព្រើភ្នែកទេសូមកាត់រំលងមកប្រហែលថ្ងៃក្រោយទៀតនៅពេលដែលគាត់កំពុងតែធ្វើដំណើរទៅកាន់កន្លែងបង់សំណាញ់របស់គាត់ដែលជាទម្លាប់គាត់តែងទៅបង់នៅទីនោះប៉ុន្តែល្ងាចនេះនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញពេលដែលគាត់កំពុងតែធ្វើដំណើរទៅផ្ទះស្រាប់តែគាត់បានឮសូរសម្រាប់ជើងហាក់បីដូចជាមានមនុស្សជាច្រើនអ្នកកំពុងតែដើរសំដៅមករកគាត់មានន័យថាគាត់ដើរនៅខាងមុខហើយក្រុមមនុស្សនោះដើរតាមពីក្រោយគាត់ដល់ពេលដែលគាត់ផ្ទៀងស្ដាប់ហើយសម្លេងនោះកាន់តែមកគៀកទៅគាត់ក៏បានងាកទៅមើលខាងក្រោយដល់ពេលដែលគាត់ងាកទៅបងប្អូនគឺអត់មានឃើញអ្វីទេគឺគ្រប់យ៉ាងស្ងាត់ឈឹងតែម្ដងបងប្អូនពេលនោះបេះដូងរបស់គាត់ចាប់ផ្ដើមលោតញាប់ខុសពីធម្មតាគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែសម្លឹងមើលគាត់ក៏បង្កើនល្បឿនដើររបស់គាត់រហូតដល់ផ្ទះតាមពិតទៅគឺនៅពេលដែលគាត់បង់សំណាញ់ហ្នឹងខ្ញុំភ្លេចបញ្ជាក់បងប្អូនគាត់នៅតែឮសំឡេងមនុស្សជជែកគ្នាដូចថ្ងៃមុនអញ្ចឹងបងប្អូនប៉ុន្តែគាត់នៅតែស្ដាប់មិនបានថាមនុស្សទាំងអស់នោះកំពុងតែជជែកគ្នាអំពីអីទេគឺឮតែជជែកគ្នាហើយថ្ងៃខ្លះគាត់ក៏បានដើរទៅរកមើលសំឡេងនោះដែរប៉ុន្តែគាត់មិនដែលប្រទះឃើញនៅរឿងចម្លែកអីនៅពេលដែលគាត់ដើរស្វែងរកតាមសំឡេងនោះទេពេលដែលគាត់ដើរទៅហ្នឹងគឺសំឡេងចាប់ផ្ដើមស្ងាត់ទៅហើយក៏លែងលឺណាបងប្អូនអញ្ចឹងគាត់ក៏មិនខ្វល់ពីសំឡេងនោះហើយគិតតែការងារបង់សំណាញ់របស់គាត់ទៅនៅល្ងាចមួយប្រហែលជាម៉ោង6ទៅម៉ោង7ល្ងាចមេឃចាប់ផ្ដើមងងឹតពូសយគាត់កំពុងតែអង្គុយនៅលើគ្រែក្រោមដើមស្វាយមុខផ្ទះរបស់គាត់ពេលនោះគាត់បានក្រឡេកទៅនៅខាងត្បូងផ្ទះរបស់គាត់ស្រាប់តែគាត់បានឃើញភ្លើងមួយពណ៌ក្រហមហោះឆ្វែលចុះឆ្វែលឡើងនៅម្ដុំកំពតព្រៃនោះដូចជាកំពុងស្វែងរកអ្វីមួយអញ្ចឹង
គ្រាន់តែបានឃើញភ្លើងនៅភ្លាមគាត់ក៏ប្រញាប់រួចរះចូលទៅក្នុងផ្ទះរបស់គាត់ហើយបិទទ្វារបិទបង្អួចព្រោះគាត់ចាប់ផ្ដើមមានអារម្មណ៍មិនសូវល្អហើយដោយសារតែជារឿយៗពូសយគាត់ក៏ធ្លាប់ឮពីមាត់អ្នកភូមិដែរអំពីខ្មោចទាហានវៀតណាមដែលធ្លាប់បានស្លាប់នៅក្នុងសមរភូមិហើយវិញ្ញាណខ្មោចទាំងនោះតែងតែស្វែងរកសាកសពឬក៏ស្វែងរករបស់អ្វីម្យ៉ាងដែលពួកគេបានបាត់នៅក្នុងពេលដែលគាត់ធ្វើសង្គ្រាមគ្រាន់តែនឹកឃើញទៅដល់រឿងរ៉ាវទាំងអស់នោះធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍ព្រឺសម្បុររួមជាមួយនឹងបរិយាកាសផ្ទះរបស់គាត់ដែលស្ងាត់ជ្រងំនៅដល់ឆ្ងាយពីគេផងនោះនៅយប់នោះនៅពេលដែលគាត់កំពុងតែសម្រានលក់គាត់ក៏ត្រូវភ្ញាក់ឡើងមកវិញដោយសារតែគាត់បានឮសំឡេងបកលលាន់ហើយហាក់បីដូចជាមានខ្យល់បក់យ៉ាងខ្លាំងបន្ទាប់មកក៏ឮសំឡេងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងធ្វើឲ្យគាត់នឹងត្រូវបានស្វាងពីដំណេកគាត់ព្យាយាមសម្រានទៅវិញប៉ុន្តែសំឡេងភ្លៀងសំឡេងខ្យល់ផ្គររន្ទះហ្នឹងឮខ្លាំងពេកធ្វើឲ្យគាត់សម្រានមិនលក់សោះពេលដែលគាត់សម្ងំបានបន្តិចទៅស្រាប់តែគាត់បានឮសំឡេងចម្លែកនៅជុំវិញផ្ទះរបស់គាត់បានឮសំឡេងគោះទ្វារតិចដំបូងគាត់គិតថាជាសំឡេងខ្យល់បក់ដែលមានមេឈើអីឬក៏របស់ផ្សេងៗហ្នឹងមកប៉ះទ្វាររបស់គាត់ធ្វើឲ្យឮសំឡេងបែបនេះប៉ុន្តែបន្តិចក្រោយមកសំឡេងគោះទ្វារនេះបានឮខ្លាំងទៅដូចជាមាននរណាម្នាក់កំពុងតែគោះទ្វាររបស់គាត់អញ្ចឹងដោយមានការភ័យខ្លាចលាយជាមួយនឹងភាពក្លាហានរបស់គាត់ពូសយក៏ដើរទៅបើកទ្វារពេលដែលគាត់បើកទ្វារគាត់ទទួលបានអារម្មណ៍មួយគឺភាពត្រជាក់ស្រឹបបានបក់មកប៉ះគាត់ធ្វើឲ្យគាត់នឹងមានអារម្មណ៍ព្រឺសម្បុរស្របពេលនោះផងដែរមានផ្លេចបន្ទោលបានជះពន្លឺមកគាត់ក៏បានឃើញមនុស្សម្នាក់ឈរនៅចំពីមុខផ្ទះរបស់គាត់រូបរាងដែលគាត់មើលទៅគឺមានឯកសណ្ឋានជាយោធាពាក់ឈុតពណ៌បៃតងរហែករយេរយាយហើយមើលទៅដូចជាមានស្នាមប្រឡាក់ឈាមផងដែរមុខរបស់គាត់ស្លេកស្លាំងភ្នែកទាំងគូរូងជ្រៅរីឯដងខ្លួនវិញហាក់បីដូចជាមានរបួសមួយចំទ្រូងដែលយើងមើលទៅគឺហាក់បីដូចជាធ្លុះពីមុខទៅក្រោយអញ្ចឹងភ្លាមនោះស្រាប់តែមានក្លិនស្អុយបានភាយមកហើយមានក្លិនឆ្អេះឆ្អាបផងដែរពូសយមិនអាចនិយាយអ្វីបានទេគាត់បានឈរនៅស្ងៀមហើយគាត់បានគាំងទ្រឹងនៅគណៈពេលដែលគាត់បានឃើញរូបភាពបែបនេះគាត់បានសម្លឹងមើលទៅរូបភាពដែលបានឃើញនៅចំពោះមុខគាត់ពេលនេះគាត់អាចសន្និដ្ឋានបានហើយថាមិនមែនជាមនុស្សទេអ្វីដែលគាត់បានឃើញគឺជាខ្មោចទាហានដែលមានសភាពគួរឲ្យខ្លាចទាហាននោះបានលើកដៃចង្អុលទៅកាន់ព្រៃនៅទិសខាងត្បូងផ្ទះរបស់គាត់ហើយបានបញ្ចេញសំឡេងខ្សឹបឮសូរខ្សៅរសានជីចាប់ជាភាសាវៀតណាមប៉ុន្តែដោយសារពូសយគាត់មិនចេះភាសាវៀតណាមគាត់មិនអាចយល់បានទេថាខ្មោចទាហានវៀតណាមនោះចង់ប្រាប់គាត់អំពីអ្វីទាហាននោះបានបោះជំហានយឺតទៅមុខហើយបានរលាយបាត់ខ្លួនបន្តិចម្ដងចូលទៅកាន់ភាពងងឹតពូសយគាត់ឈរនៅមុខទ្វារនោះមួយសន្ទុះដោយមានអារម្មណ៍ផិតភ័យខ្លាចលាយឡំជាមួយនឹងភាពអាណិតអាសូរគាត់គិតថាខ្មោចទាហាននេះគឺមិនមែនជាខ្មោចអាក្រក់នោះទេប៉ុន្តែវាជាវិញ្ញាណដែលមិនបានទៅចាប់កំណើតដោយសារតែមិនទាន់អស់អាល័យរឿងអ្វីមួយឬក៏ដោយសារតែគាត់នឹងមិនទាន់មានបុណ្យគ្រប់គ្រាន់ដើម្បីទៅចាប់ជាតិរឿងដែលហួសចិត្តបំផុតនៅពេលដែលព្រឹកឡើងគាត់ក្រោកពីសម្រានគាត់បានបើកទ្វារបង្អួចរបស់គាត់ហើយចេញទៅក្រៅដើម្បីមើលទៅសម្ភារៈអីវ៉ានៅជុំវិញផ្ទះរបស់គាត់ដែលគាត់គិតថាយប់មិញមានភ្លៀងខ្យល់កន្ត្រាក់ខ្លាំងប្រហែលជាអីវ៉ារបស់គាត់ត្រូវបានប៉ើងឬក៏ត្រូវសើមអស់ទៅហើយប៉ុន្តែអ្វីដែលគាត់ភ្ញាក់ផ្អើលខ្លាំងនោះគឺគាត់ថាយប់មិញមានភ្លៀងធ្លាក់ស្ទើរតែបាក់មេឃហើយមានខ្យល់កន្ត្រាក់ខ្លាំងហ្នឹងសឹងតែបាក់ដើមស្វាយរបស់គាត់ទៅហើយប៉ុន្តែនៅពេលដែលគាត់សម្លឹងមើលទៅដីគឺគ្មានស្នាមទឹកភ្លៀងឬក៏ដីសើមអីនោះទេមើលទៅហាក់បីដូចជាដីស្ងួតនេះគឺមិនដែលត្រូវភ្លៀង 4-5 ថ្ងៃឬក៏ 2-3 អាទិត្យទៅហើយគាត់នៅតែមិនអស់ចិត្តហើយអង្គុយគិតមួយស្របក់នៅតែមិនយល់ថាយប់មិញនេះគាត់យល់សពឬក៏ជាការពិតដែលគាត់បានឃើញនៅខ្មោចទាហានវៀតណាមហើយមានភ្លៀងមានអីធ្លាក់យ៉ាងខ្លាំងតែលុបព្រឹកឡើងស្រាប់តែសភាពដីហាក់បីដូចជាមិនមានភ្លៀងសោះកាលពីយប់មិញលុះថ្ងៃបន្តិចគាត់ក៏បាននឹកឃើញរឿងរ៉ាវកាលពីយប់មិញដែលទាហានវៀតណាមនោះបានចង្អុលទៅកាន់ព្រៃនៅខាងត្បូងផ្ទះរបស់គាត់ពូសយក៏បានសម្រេចចិត្តដើរទៅតាមទិសដែលខ្មោចទាហាននោះបានចង្អុលគាត់បានដើរចូលទៅក្នុងព្រៃជ្រៅដែលមានដើមឈើដុះធំម្លប់ទៅជើងទៅឆៃសឹងតែគ្មានពន្លឺថ្ងៃចូលទៅដល់គាត់ដើររកព្រៃរហូតបានទៅដល់ទីតាំងមួយ
ដែលមើលទៅដូចជាមានអន្លង់ដីចាស់មួយគាត់បានឃើញឆ្អឹងមនុស្សជាច្រើននៅទីនោះរួមជាមួយនឹងឯកសណ្ឋានយោធាចាស់រហែកសឹងតែមើលមិនយល់ណាហើយក៏បានឃើញនៅមួកដែកសម្រាប់ទាហានពាក់ដែលមានសញ្ញារូបផ្កាយដែលសម្គាល់បានថាជាមួករបស់ទាហានវៀតណាមគាត់បានយល់ភ្លាមថានេះប្រហែលជារណ្ដៅដែលសាកសពទាហានវៀតណាមជាច្រើនដែលត្រូវបានស្លាប់នៅក្នុងការប្រយុទ្ធក្នុងសមរភូមិសម័យខ្មែរក្រហមនេះឯងពូសយបានគិតថាខ្មោចទាហានទាំងអស់នេះមិនទាន់បានទៅចាប់ជាទេដោយសារតែប្រហែលជាពួកគេខ្វះបុណ្យដោយសារពួកគាត់ស្លាប់នៅក្នុងសម័យសង្គ្រាមមិនមានអ្នកណាធ្វើបុណ្យបញ្ជូនកុសលឲ្យទេពេលដែលពូសយឃើញទិដ្ឋភាពបែបនេះគាត់បានរៀបចំជ្រោយទឹកនិងសែនសម្ដែងបន្តិចបន្តួចដែលគាត់បានយកមកជាមួយមកពីផ្ទះដែលគាត់គិតថាប៉ះសិនបើចូលព្រៃអាចនឹងប្រើពេលយូរអញ្ចឹងគាត់បានវិចបាយនិងទឹកមកតាមខ្លួនផងដែរដែលគាត់សួរថាបើចូលព្រៃយូរទៅហៅអីគាត់មានបាយមានអីស្រាប់តែម្ដងគាត់បាននៅទិសក្នុងចិត្តថាសូមឲ្យវិញ្ញាណដែលបានទៅរកគាត់កាលពីយប់មិញមកទទួលមគ្គផលមកទទួលសំណាងនៃគាត់សែនហើយចាប់បានទៅចាប់ជាតិចាប់កំណើតកុំនៅលងបន្លាចជាឯងទៀតអីបន្ទាប់ពីបានសែនព្រេនរួចហើយគាត់ក៏ត្រឡប់ទៅផ្ទះវិញបញ្ជាក់ផងដែរថាគាត់បានសែននេះគឺមិនមានធូបទៀនអីត្រឹមត្រូវនោះទេគាត់គ្រាន់តែជ្រោយទឹកនិងបាយបន្តិចបន្តួចតែប៉ុណ្ណោះដោយសារតែគាត់មិនបានត្រៀមបម្រុងទុកជាមុននោះទេពេលដែលគាត់ត្រឡប់មកផ្ទះវិញដោយឃើញថាថ្ងៃនៅរៀងខ្ពស់ដែរប្រហែលជាម៉ោង3ល្ងាចអញ្ចឹងគាត់ក៏បានរៀបចំសំណាញ់ដើម្បីទៅធ្វើការបង់សំណាញ់តាមទម្លាប់រាល់ថ្ងៃរបស់គាត់ដោយថ្ងៃនេះគាត់ទៅបង់សំណាញ់ជាធម្មតាគឺមិនបានឮសំឡេងជជែកគ្នាដូចពីពេលមុនទៀតទេគាត់ក៏គិតក្នុងចិត្តថាប្រហែលជាខ្មោចទាហាននោះបានទទួលនៅអ្វីដែលគាត់បានឧទ្ទិសឲ្យហើយក៏ឈប់មកលងបន្លាចគាត់និងអ្នកភូមិទៀតហើយដោយសពមួយដងដែរឲ្យតែគាត់បង់សំណាញ់ដល់ម៉ោងប្រហែលជា5ទៅម៉ោង6ល្ងាចគាត់តែងតែត្រឡប់មកផ្ទះវិញពេលដែលមកដល់ផ្ទះគាត់តែងតែបោកនៅខោអាវដែលគាត់បានស្លៀកធ្វើការបង់សំណាញ់នោះដោយសារវាមានប្រឡាក់ភក់ដីអីចឹងទៅហើយគាត់តែងតែដាក់ហាលសម្ដិលចោលនៅក្បែរផ្ទះរបស់គាត់ហើយដល់ថ្ងៃនេះឃើញថាមិនស្រឡះល្អទំនងថាมันមានព្រៀងទេនៅយប់នេះដោយអស់កម្លាំងព្រោះគាត់ធ្វើដំណើរទៅចូលក្នុងព្រៃហើយត្រឡប់ពីក្នុងព្រៃបន្តទៅបង់សំណាញ់ទៀតអញ្ចឹងគាត់ក៏ប្រញាប់រៀបចំបាយទឹកហើយឆាប់ចូលសម្រានទៅប៉ុន្តែរឿងរ៉ាវគឺមិនទាន់ចប់នៅត្រឹមនឹងទេបងប្អូនយប់នេះខណៈពេលដែលគាត់កំពុងតែសម្រានលងលក់ស្រាប់តែគាត់បានត្រូវភ្ញាក់ឡើងមកវិញទាំងកណ្ដាលយប់ព្រោះតែបានលើសម្រាប់ជើងមនុស្សជាច្រើនអ្នកទំនងជាដើរផងទំនងជារត់ផងដែលគាត់សន្និដ្ឋានថាមិនក្រោមពី10នាក់នោះទេហើយសម្រាប់ជើងនេះគឺលឺនៅគៀកនឹងផ្ទះរបស់គាត់នឹងតែម្ដងមានន័យថាគាត់លឺដូចជាមនុស្សកំពុងតែដើរកាត់មកផ្ទះរបស់គាត់នៅតាមផ្លូវក្បែររបងផ្ទះដោយសារផ្ទះរបស់គាត់ហ្នឹងគឺនៅជាប់នឹងផ្លូវទេគាត់សំងំផ្ទៀងស្ដាប់មួយស្របក់ក្រោយមកសំឡេងនោះក៏លឺខ្សោយទៅមានន័យថាគឺដើរហួសផ្ទះរបស់គាត់ឆ្ងាយទៅអញ្ចឹងហើយគាត់ក៏សំងំសម្រានទៅវិញប៉ុន្តែគាត់សំងំបានបន្តិចហាក់ដូចជាទៅតែថ្មិចភ្នែកបានលក់រលាវស្រាប់តែគាត់ត្រូវភ្ញាក់មកវិញម្ដងទៀតដោយសារតែលើកនេះគឺគាត់បានលឺសំឡេងឆក់បក់ខ្លាំងហើយលឺសូរក្ដុងក្ដាំងដែលគាត់សន្មតថាប្រហែលជាខ្យល់បក់បាននាំយកមេឈើសម្រាមនិងកលីដីហ្នឹងមកប៉ះអញ្ចឹងផ្ទះរបស់គាត់ទើបបណ្ដាលឲ្យលឺសំឡេងខ្លាំងបែបនេះគាត់ក៏នឹកឃើញថាកាលពីល្ងាចមិញគាត់បានសម្ដិលកៅអៅអញ្ចឹងគាត់ក៏បញ្ញាប់ក្រោកទៅដើម្បីសើកៅអៅមកទុកក្រែងថាវាប៉ាវឬក៏ទៅទឹកភ្លៀងអស់ទៅហើយអត់មានអ្វីស្លៀកសម្រាប់ធ្វើការនៅថ្ងៃស្អែកស្រាប់តែពេលដែលគាត់បើកទ្វារទៅនេះគឺគាត់កាំងត្រឹងនៅមួយកន្លែងដោយលើកនេះគាត់ឃើញខ្មោចតាហ៊ាននោះមកទៀតហើយតែអ្វីដែលគួរឲ្យរន្ធត់នោះគឺមិនមែនមកតែម្នាក់ដូចមុនទៀតនោះទេមិនមែន2នាក់មិនមែន3នាក់គឺមិនក្រោម10នាក់នោះទេដែលទឹកមុខសម្លៀកបំពាក់មិនខុសពីយប់មុននោះទេខោអាវដាច់រជេរយាយហើយខ្មោចទាហានទាំងអស់នោះបាននិយាយមកកាន់គាត់ជាភាសាវៀតណាមទៀតហើយតែដូចមុនអញ្ចឹងគឺគាត់មិនអាចស្ដាប់យល់ទេដោយសារតែគាត់មិនចេះភាសាវៀតណាមខ្មោចទាំងនោះបាននាំគ្នាលើកដៃចង្អុលទៅទិសខាងត្បូងទៀតហើយឃើញអញ្ចឹងគាត់រឹងខ្លួននៅមួយស្របក់មើលទៅក្រុមទាហាននោះគឺថាពេលនោះគឺគាត់រឹងខ្លួនទៅហើយមិនអាចកម្រើកដៃមិនអាចកម្រើកជើងបានគឺកាំងនៅត្រឹងមួយកន្លែងតែម្ដងតែភ្នែកចេះតែសម្លឹងទៅមើលក្រុមទាហាននោះមិនហ៊ានព្រិចសោះខ្មោចទាំងអស់នោះគឺឈរនៅម្ខាងទៀតនៃដើមស្វាយនៅមុខផ្ទះរបស់គាត់មានន័យថាផ្ទះរបស់គាត់នៅមួយចំហៀងហើយខ្មោចនៅមួយចំហៀងទៀត
ឯដើមស្វាយគឺស្ថិតនៅចំណុចកណ្ដាលរវាងផ្ទះរបស់គាត់និងក្រុមខ្មោចទាហានទាំងអស់នោះរូបពេជ្រនោះស្រាប់តែមានរន្ទះបាញ់ផាំងត្រូវដើមស្វាយពេញមួយទំហឹងហើយក៏បាក់មែកស្វាយធ្លាក់មកបាំងខ្មោចទាហាននោះទាំងអស់ឃើញអញ្ចឹងគាត់ក៏ប្រញាប់បិទទ្វាររត់ចូលទៅក្នុងផ្ទះសំងំសម្រានទាំងខ្លួនញ័រនៅក្នុងភួយរហូតដល់ព្រឹកលុះព្រឹកឡើងគឺមិនខុសពីយប់មុននោះទេអ្វីដែលគាត់កាន់តែងឿងឆ្ងល់នោះគឺដើមស្វាយកាលពីយប់មិញគឺគាត់បានឃើញរន្ទះបាញ់បាក់មែកច្បាស់ណាស់ប៉ុន្តែហេតុអ្វីព្រឹកឡើងដើមស្វាយគឺមានសភាពធម្មតាហើយងាកមកខោអាវក៏មិនមានសើមហើយក៏មិនមានស្នាមមេឈើអីខ្យល់បក់ប៉ៅមកប៉ះផ្ទះគាត់នោះដែរគឺសភាពផ្ទះគឺធម្មតាទាំងអស់គាត់គិតថានេះប្រហែលជាព្រឹត្តិការណ៍កាលពីយប់មិញនេះគឺជាការនិមិត្តរបស់ខ្មោចទាហានទាំងអស់នោះដើម្បីប្រាប់ពីអ្វីម្យ៉ាងដល់គាត់ដោយសារប្រហែលជាពួកគេនៅមិនទាន់ទទួលបានបុណ្យកុសលដែលគាត់បានបញ្ជូនពីម្សិលមិញដោយសារម្សិលមិញហ្នឹងយើងបានដឹងហើយគឺគាត់មិនបានរៀបចំធូបទៀនឬដាប់សែនព្រេនត្រឹមត្រូវតាមទំនៀមទម្លាប់នោះទេគឺគាត់មានតែទឹកមានតែបាយបន្តិចបន្តួចហើយឧទ្ទិសក្នុងចិត្តតែម្នាក់ឯងអញ្ចឹងព្រឹកនេះគាត់បានរៀបចំធូបទៀនសារជាថ្មីនិងរួមជាមួយនឹងប្រដាប់សែនព្រេនជាច្រើនសម្រាប់យកទៅសែនព្រេននៅទីរណ្ដៅដែលគាត់បានឃើញសាកសពទាហានវៀតណាមនោះប៉ុន្តែលើកនេះគឺគាត់មិនបានទៅតែម្នាក់ឯងនោះទេគឺគាត់បានអញ្ជើញចាស់ព្រឹទ្ធាចារ្យចំនួន2នាក់ទៅជាមួយផងដែរហើយពួកគាត់បានធ្វើពិធីសែនព្រេននៅទីតាំងដែលជារណ្ដៅសាកសពទាហានវៀតណាមនោះឯងបន្ទាប់ពីគាត់បានធ្វើកិច្ចពិធីនោះចប់សពគ្រប់ពួកគាត់ក៏ត្រឡប់ទៅផ្ទះវិញហើយរាត្រីនោះពូសយគាត់សម្រាននៅក្នុងផ្ទះហើយមិនមានឮសំឡេងឬក៏ជួបនៅហេតុការណ៍ចម្លែកអ្វីទៀតដែរចាប់តាំងពីពេលនោះមកភាពចម្លែកនៅក្នុងភូមិនេះក៏ស្ងប់ស្ងាត់ទៅវិញហើយពូសយលែងបានឃើញស្រមោលឬឮសំឡេងអ្វីចម្លែកទៀតហើយក៏លែងមានឃើញភ្លើងហោះនៅម្ដុំព្រៃខាងត្បូងផ្ទះរបស់គាត់ទៀតដែរប៉ុន្តែរូបភាពដែលទាហានវៀតណាមបានបង្ហាញឲ្យគាត់ឃើញនៅក្នុងយុគដែលមានភ្លៀងធំធ្វើឲ្យគាត់បានចងចាំមិនភ្លេចទេព្រោះថាយុគនោះគឺជាយុគមួយដែលគាត់បានឃើញនៅរូបភាពស្ដែងតែម្ដងដែលនៅក្នុងជីវិតរបស់គាត់មិនដែលបានជួបប្រទះនៅហេតុការណ៍ខ្មោចលងដែលធ្វើឲ្យគាត់ឃើញច្បាស់ស្ដែងបែបនេះទេអញ្ចឹងហើយធ្វើឲ្យគាត់នៅតែដកជាប់នៅរូបភាពលងបន្លាចនៅយុគនោះមិនអាចបំភ្លេចបានប៉ុន្តែគាត់នៅតែឆ្ងល់រហូតដល់សប្តាហ៍ថ្ងៃថាហេតុការណ៍ដែលគាត់បានជួបនៅយុគនោះតើគាត់យល់សពឬក៏ជាហេតុការណ៍ពិតដោយសារតែពីយប់ហាក់បីដូចជាមានភ្លៀងធ្លាក់មានខ្យល់មានគោលាន់មានករន្ទះយ៉ាងខ្លាំងស្រាប់តែព្រឹកឡើងបែរជាមិនមានស្នាមដីសើមឬក៏ស្នាមទឹកហូរនោះទេអញ្ចឹងគាត់នៅតែគិតមិនយល់តើហេតុការណ៍យប់នោះជាការយល់សពឬក៏ជាការដែលគាត់មកមើលទៅឃើញហេតុការណ៍ដែលខ្មោចទាហានវៀតណាមបានចង្អុលទៅកាន់ព្រៃខាងត្បូងផ្ទះរបស់គាត់ដើម្បីឲ្យគាត់បានទៅស្វែងរកសាកសពនិងបានធ្វើពិធីសែនព្រេនបញ្ជូនកុសលផលបុណ្យដើម្បីឲ្យពួកគេបានទៅចាប់ជាតិបាទបងប្អូនសូមអរគុណច្រើនរឿងរ៉ាវតាក់ទងជាមួយនឹងខ្មោចទាហានវៀតណាមដែលពូសយបានជួបប្រទះគឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងរឿងរ៉ាវនេះគឺជារឿងរ៉ាវដែលខ្ញុំទទួលបានពីលោកតារបស់ខ្ញុំដំណើរឲ្យខ្ញុំស្ដាប់ទេប៉ុន្តែថានេះជារឿងពិតឬក៏គ្រាន់តែជាការដំណើររបស់គាត់ដើម្បីឲ្យចៅស្ដាប់ហើយខ្ញុំបានចងចាំក៏លើកយកមកចែកចម្លែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ហើយនេះហើយសូមបងប្អូនស្ដាប់គ្រាន់តែជាការកម្សាន្តនិងសូមស្ដាប់ដោយការពិចារណាមិនតម្រូវឲ្យបងប្អូនជឿទេថានេះជារឿងពិតឬក៏ជារឿងប្រឌិតហើយតើខ្មោចឬក៏អមនុស្សនោះមានពិតឬមិនមានពិតនោះដែរសូមគ្រាន់តែស្ដាប់ដើម្បីជាការកម្សាន្តបានហើយសូមអរគុណបងប្អូនទាំងអស់គ្នាយើងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា